បើសិនជាបងប្អូនទាំងអស់គ្នាដើរសោកស្រាប់តែប្រទះឃើញក្រពើដ៏ធំមួយក្បាលបែបនេះតើអ្នកទាំងអស់គ្នាគួរធ្វើយ៉ាងម៉េចក្រពើមួយក្បាលនេះគឺជាក្រពើដែលស៊ីសាច់ឆោជាអាហារមិនថាគោឆ្លុះឬក៏សត្វអីផ្សេងនោះទេគឺវាស៊ីបានទាំងអស់តែម្ដងតែក្រពើខ្លះវាស៊ីចំណីគឺស៊ីតែត្រីហើយនឹងសត្វស្លាបតូចៗតែប៉ុណ្ណោះប៉ុន្តែក្រពើដ៏ធំមួយក្បាលនេះគឺវាស៊ីជាសត្វគ្រប់ប្រភេទហើយវាក៏បានស្នាក់នៅក្នុងតំបន់ដែលមានពោពេញទៅដោយសត្វផ្សេងវាចុះមកផឹកទឹកនៅម្ដុំនោះផងដែរមិនថាតែទីនោះទឹករាក់ឬក៏ជ្រៅនោះទេឲ្យតែសម្បូរចំណីរបស់វាក្រពើមួយក្បាលនេះច្បាស់ជារងចាំទីនោះជាមិនខាននោះទេមិនថាលើគោកឬក៏នៅក្នុងទឹកទេបុរសម្នាក់បានដើរមកហើយក៏បានប្រទះឃើញសត្វខ្ពើមួយក្បាលប៉ុន្តែគាត់មិនបានធ្វើអ្វីវាទាល់តែសោះគាត់ក៏បានដើរដេញតាមពីក្រោយក្រពើនោះចំណែកក្រពើមួយក្បាលនេះវិញពេលដែលឃើញបុរសម្នាក់នេះហើយវាក៏មិនបង្អង់យូរដែរវាក៏សំដៅរត់មករកកន្លែងដែលវាតែងរស់នៅជាប្រចាំផងដែរបុរសម្នាក់នេះគាត់បានដើរមកក្នុងដីមួយកន្លែងហើយក៏គាត់អត់ដឹងថាទីនេះមានសត្វក្រពើនោះទេប៉ុន្តែស្រាប់តែឃើញសត្វស្លាប់មិនដឹងថាជាសត្វអីនោះទេគឺស្លាប់នៅក្នុងទឹកមួយនោះបន្ទាប់ពីគាត់យកឈើទៅចាក់កន្លែងដែលមានសត្វនោះបែរជាសត្វក្រពើដ៏ធំមួយក្បាលវាបានខាំដំបងរបស់គាត់តែម្ដងប៉ុន្តែគឺមិនអាចធ្វើអីបាននោះទេដោយសារតែនោះគឺជាដំបងឈើវាមិនមែនជាចំណីអីនោះទេក្នុងទឹកមួយនេះវ័យយ៉ាងហោចណាស់ក៏មានក្រពើដល់ទៅ10ក្បាលឬក៏4-5ក្បាលព្រោះដោយសារតែទឹកវាតិចដល់ពេលទឹកខាស់ទៅមានតែមួយក្លុកនោះហើយក៏វាមកសំងំផ្ដុំគ្នានៅក្នុងនេះតែម្ដងហើយនេះក៏ជាការកំសាន្តមួយរបស់បុរសម្នាក់នេះផងដែរមិនថាតែគាត់មិនថាតែខ្ញុំនោះទេបើសិនជាបានឃើញទីកន្លែងបែបនេះច្បាស់ណាស់គឺមិនទាន់ចោះទេគឺយកឈើទៅចាក់សិន